កវីនិពន្ធសូមថ្លាថ្លែងរៀបរាប់សម្ដែងពីស្ត្រីដែលមានរឹកពីមិនប្រពៃធ្វើខុសច្បាប់ស្រីក្បត់ម៉ែឪពេញវ័យមិនតាន់ធ្វើគ្រាន់បើដើរហិចដើរហើរពីពេញផ្លូវណាត់ជួបប្រស្នេហ៍បែបឆៅឆៅផ្លេចពាក្យម៉ែឪតែងពោលប្រាប់ម៉ែឪសង្ឃឹមថាកូនស្រីកាលណាពេញវ័យមិនសូវយ៉ាប់ដឹងខុសដឹងត្រូវមិនបាច់ប្រាប់មិនគួរណាយ៉ាប់ហួសចិត្តគិតបានកូនស្រីមួយរលួយឈ្មោះបាត់បង់កិត្តិយសព្រោះបើកសិទ្ធឲ្យស្រីនាងធ្វើតាមតែចិត្តប្រព្រឹត្តខុសពិតពីច្បាប់ក្បួនបណ្ដែតបណ្ដោយលយតាមខ្យល់ធ្វើឲ្យនិមលភ្លេចគិតខ្លួនបើកដៃឲ្យប្រុសខុសច្បាប់ក្បួនខ្ញុំឃើញផ្ទួនច្រើនហោហែប្រាប់ម៉ែប្រាប់ឪថាទៅរៀនអូហូនាងរៀននៅសួនស្នេហ៍ឬរៀននៅតាមមាត់ទន្លេជាមួយប្រុសស្នេហ៍យ៉ាងស្និទ្ធស្នាលប្រពាក្យប្រកិតចិត្តដិតណាស់ធ្វើអីខ្លះយ៉ាងស្រើបស្រាលគ្រាន់តែឃើញហើយចង់ឈឺក្បាលទុំមុនស្រគិលឥតដិតសោះនៅចិត្តម៉ែឪដូចក្រំបើដូចជាប្រសើរមិនសូវខុសតែបើបានដើរឆ្ងាយវិញនោះគ្មានគិតឡើយសោះថាខ្លួនស្រីចាប់ដៃចាប់ជើងឥតខ្មាស់អៀនធ្វើឲ្យប្រុសព្រានវាបានដៃបំបិចបំបោចឥតសំចៃខ្លួនឯងជាស្រីមិនគិតឡើយគួរណាស់តែគិតដល់ម៉ែឪដែលគាត់សោកសៅព្រួយឥតស្បើយដេកគិតដើរគិតស្រីត្រានត្រោយអោកូនស្រីឲ្យសូមមេត្តាសូមស្រីនាងគិតដល់វប្បធម៌ខ្មែរដល់បវរអថ្លៃថ្លាធ្លាប់តែល្បីឈ្មោះលើលោកាថាខ្មែរចរិយាសែនល្អណាស់ឥឡូវបែរជាខកចិត្តធំព្រោះតែស្រីមុំប្រែក្រឡាស់មានចិត្តក្រូតក្រៀតឥតអៀនខ្មាស់មាយាទបដូរផ្លាស់អស់គ្មានសល់ព្រោះតែរយធរសាសដតីជ្រាបពេញដួងใจស្រីឥតខ្វល់វៈវ័នវីវក់ពាយច្របល់មានគិតខ្វាយខ្វល់ដល់សាសឯងយុវវ័យឥឡូវខុសពីមុនដែលធ្លាប់តែធ្ងន់ឥតចំបែងធ្ងន់នឹងវប្បធម៌ជាតិសាសឯងខិតខំប្រឹងប្រែងរក្សាថែឥឡូវហក់លោតតាមសម័យឲ្យខូចតម្លៃនៃស្រីខ្មែរលែងស្ដាប់អស់ហើយពាក្យឪម៉ែតែងតែប្រដៅយ៉ាងម៉ត់ចត់ស្លៀកពាក់ខោចខ្លីត្រឹមគល់ភ្លៅប្រហែលពេលពៅ